chưa ớt bao bồn học sập mơn nè học sập mơn 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 mình bên anh đi thế bao bồn bên là bắp huy lên đó đi bao bồn đấy an tực và chân ngày đấy nhom xôm bằng hai resort mà cái lane bà sầm rạp nấu khai rọt nạc cheri đây chả còn phương tiện ở dương chui vừa tìm xáហើយឥឡូវនេះខ្ញុំបានចុះមកដល់ទីតាំងនេះផ្ទាល់ដើម្បីដិតយកទស្សនវិជ្ជាជាក់ស្ដែងនៅទីនេះសម្រាប់ជូនបងប្អូនទាំងអស់ដែលមានបំណងចង់វិនិយោគផ្នែកវិស័យ resort បងប្អូនអាចមើលឃើញពីទស្សនវិជ្ជាទាំងរួមនៅក្នុងទីនេះទីទៀតខ្ញុំនឹងបង្ហាញអំពីថាតើនៅក្នុងនេះវាមានអីខ្លះដែលតម្លៃភាពជាមួយនឹងសម្ភារៈទាំងអស់ឬមួយក៏សំណង់ទាំងអស់ហ្នឹងតើវាសមទេ60ម៉ឺនហ្នឹងបាទអញ្ចឹងទី1បងប្អូនអាចមើលឃើញនេះស្អីគេគឺផ្ទះអាហារដ្ឋានណាគាត់នៅកន្លែងយើងសម្រាប់ញ៉ាំអាហារបងប្អូនមើលទំហំផ្ទះបងប្អូនមើលឈើបងណាឈើសុទ្ធខ្នាតយក្សឈើខ្នាតយក្សមិនមែនឈើធម្មតាទេឈើខ្នាតយក្សបងប្អូនមើលចូលមើលទីតាំងបាទនេះខាងក្នុងណាអញ្ចឹងគេដេកនៅក្នុងទីនេះគឺ concept គេគឺអាងទឹកនៅខាងមុខណាអាងទឹកនៅខាងមុខហើយចេញពីអាងទឹកមកយើងឡើងមកយើងមានកន្លែងបាទនេះបាទកន្លែងនេះបាទគឺសម្រាប់អីអាហារដ្ឋានបាទអាហារដ្ឋានអញ្ចឹងយើងហូបចុកនៅទីនេះបាទហូបចុកនៅទីនេះគឺយើងជួបជុំគ្នានៅទីនេះយើងរៀបចំអាហារដ្ឋាននេះអញ្ចឹងពីដើមឡើយគឺកាលដែលម្ចាស់គាត់ហើយធ្វើអាជីពដំណើរការនោះគឺធ្វើឲ្យហ្នឹងហ่ะប៉ុន្តែតុកនេះអត់ឲ្យណា60ម៉ឺនហ្នឹងយើងនិយាយរឿងអាគារដីនឹងទីនេះសម្ភារៈសង្ហារឹមគិតផ្សេងទៀតបាទអាហ្នឹងបញ្ជាក់ឲ្យខ្លាចច្រឡំណាបាទហើយក្នុងនេះគឺដេករួចរាល់ហើយសម្រាប់យើងលក់យើងធ្វើអាជីវកម្មមានទីតាំងសម្រាប់កន្លែងគិតលុយកន្លែងតំណែងអតិថិជនអីគឺនៅទីនេះរួចរាល់បាទអញ្ចឹងនេះគឺជាផ្ទះសម្រាប់អាហារដ្ឋានហើយយើងមាននៅមួយជាន់ខាងលើទៀតបាទជាន់ខាងលើទៀតគឺយើងមានពីរណាបាទមានជាន់ផ្ទាល់ដីនិងជាន់ខាងលើបាទយើងអាចមកឡើងមើលខាងលើតិចទៅដើម្បីយើងមើលឲ្យវាអស់មកឲ្យមានការសង្ស័យជារសារតែកើតផ្អាកក្នុងការធ្វើជីវកម្មមួយចំនួនហ្នឹងគឺអត់សូវបាននីតិវិធីទៅបានសម្អាតទេខាងលើអត់សូវបានប្រើប្រាស់ទេបាទចូលមកអញ្ចឹងទីនេះវាធម្មតាបាទហើយយើងមើលឃើញពិសេសអ្វីសំខាន់នេះបងប្អូនមើលຂະຫນាតសសរដែលសាងសង់ហើយផ្ទះមួយនេះបងប្អូនអាចមើលជាក់ស្ដែងមកបាទគឺលំដាប់បាទលំដាប់នេះស្អាតណាស់បាទអញ្ចឹងគ្រាន់តែផ្ទះនេះមួយបងប្អូនអាចសម័យមើលថាតើហើយអស់ប្រមាណដែរបាទអស់ប្រមាណដែរសម្រាប់ផ្ទះមួយនេះមិនក្រោម5-6ម៉ឺនទេបាទកិនអាគារបាទផ្ទះទូចមួយហ្នឹងបាទសម្រាប់បាទហូបអញ្ចឹងយើងនឹងចោះទៅខាងមុខបន្តទៀតយើងតើវាមានអីបន្ថែមទៀតទៅលើទីតាំងនេះនេះគឺខ្ញុំកំពុងបង្ហាញពីខាងក្រោយនៃresort ហ្នឹងទៅខាងមុខវិញបាទបើយើងមកខាងមុខបងប្អូនអាចមើលឃើញជាក់ស្ដែងគឺយើងហៅម៉ូតែលនេះគឺទំតែធ្វើថ្មីទេបាទគេថាទំអភិវឌ្ឍថ្មីទេបងប្អូនអាចមើលជាក់ស្ដែងគឺថ្នាំទឹកថ្នាំនៃម៉ូតែលនៅថ្មីជ្រើងតែម្ដងចឹងនៅក្នុងនេះយើងឃើញមានម៉ូតែល1 2 3 4 5ដែលទើបតែសាងសង់រួចបាទអញ្ចឹងតិចទៀតចាំយើងនឹងមកមើលក្នុងតើក្នុងហ្នឹងក៏គាត់បាននិគរយ៉ាងម៉េចខ្លះរួចរាល់សម្ភារៈឬមួយក៏សម្ភារៈប្រើប្រាស់នៅក្នុងហ្នឹងគឺមានអ្វីខ្លះប៉ុន្តែជាក់ស្ដែងគឺអ្វីគឺរួចរាល់ហើយតាមនេះបាទនឹងត្រេនបាទត្រេនសម្រាប់បាទតាមត្រេនបាទ
ហើយយើងនឹងមកខាងមុខយើងមានបឹងគីឡូមានភ្លោះហើយនឹងមានដាច់ដោយឡែកនេះគឺជាបឹងគីឡូភ្លោះដែលសម្រាប់ការស្នាក់នៅបាទការស្នាក់នៅដែលបងប្អូនយើងហើយមកកំសាន្តបាទពីតំបន់ជិតឆ្ងាយហ្នឹងមកខេត្តរតនគិរីអាចអញ្ជើញមកហើយស្នាក់នៅទីនេះបាទនៅអត់ឆ្ងាយទេទីនេះបាទគឺនៅជិតនឹងនៅកណ្ដាលក្រុងបានលុងហើយជិតនឹងផ្សារបានលុងទេបាទអញ្ចឹងហើយក្នុងបញ្ជាក់ដែរគឺបឹងគីឡូនេះគឺដំណើរការរាល់ថ្ងៃបងប្អូនរាល់ថ្ងៃគឺមានតេជនមកស្នាក់នៅជាហូរហែបាទជាប្រចាំទេបាទមិនអត់មានដំណើរការទេគឺមានថានៅក្នុងនេះគឺមានការបាទជីវកម្មធម្មតាមិនថាបំរើអតិជនធម្មតាដែលគាត់មានតម្រូវការស្នាក់នៅអាចមកស្នាក់នៅទីនេះធម្មតាទេណាអញ្ចឹងជារួមរីសតនេះមិនមែនទុកចោលទេគឺអាជីវកម្មគឺដំណើរការរាល់ថ្ងៃបាទអញ្ចឹងខ្ញុំរៀបរាប់អ្វីហ្នឹងនេះគឺបងប្អូនអាចមើលអំពីទស្សនវិជ្ជាជាក់ស្ដែងគឺនេះកាន់តែជាចំនួនបរិមាណនៃបឹងគីឡូថាតើមានប្រមាណបឹងគីឡូតែនៅក្នុងលើជាក់ស្ដែងទីនេះអញ្ចឹងនេះគឺជាចំនួនដែលហើយយើងមានជាស្រេចបាទហើយអំពីការដេកទៅលើសួនច្បារយើងមើលនេះគឺសួនច្បារវានៅកណ្ដាលបាទបឹងគីឡូនៅក្នុងរីសតនេះគឺផ្លូវសងខាងមានសួនច្បារនៅកណ្ដាលនេះជាសួនច្បារបាទសួនច្បារដែលយើងចូលមកគឺមើលទៅ fresh ហើយដោយឡែកនេះយើងមានអាគារមួយថ្មសម្រាប់ការស្នាក់នៅដូចគ្នាបាទលក្ខណៈស្នាក់នៅដូចគ្នាសម្រាប់អ្នកដែលគាត់ចង់បឹងគីឡូទៅអ្នកណាគាត់ចង់បានស្នាក់នៅក្នុងអាគារនេះបន្ទប់ចឹងជាបន្ទប់អូខេបាទហើយអ្វីដែលសំខាន់នៅក្នុងទីនេះគឺយើងមានផ្ទះគេហៅផ្ទះហៅថាជាម្ចាស់ផ្ទះផ្ទាល់ខ្លួនណាអញ្ចឹងគាត់មានការសាងសង់ផ្ទះមួយខ្នងនៅលើទីតាំងនេះដូចគ្នាបាទមកអាចមើលជាក់ស្ដែងគឺជាវិឡាបាទវិឡាក៏តែវិឡានេះតម្លៃវាមិនក្រោម 100000 ទេណាបងប្អូនតែនៅវិឡាហ្នឹងមិនក្រោម 100000 ទេបាទបងអាចមើលទំហំរៀងរូវសោភ័ណភាពបងអាចមើលជាក់ស្ដែងបាទអូខេហើយនេះការតាំងឌីកហើយមិនមែននៅកញ្ចេះទេរតនគិរីតែក៏មានសោតដែរណាបាទអញ្ចឹងនេះគឺនៅក្នុងទីតាំងនេះនៅចំយើងនៅផ្ទះកណ្ដាលនៃរីសតហ្នឹងហើយទីនេះយើងទៅដល់ខាងមុខតែម្ដងដើម្បីយើងឲ្យបងប្អូនបានមើលតើពេលទៅខាងមុខនោះវាមានស្ថានភាពបែបម៉េចខ្លះនៅភាពជាក់ស្ដែងតែបាទឥឡូវនេះខ្ញុំកំពុងតែឈរនៅមុខបាទមុខរីសតហ្នឹងតែម្ដងបាទគឺខាងមុខរីសតបងប្អូនគឺនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងបាទហើយនេះគេខ្លោងទ្វារដែលយើងចូលមាន2បាទក្នុងវាចូល2ដោយសារតែរីសតនេះដូចខ្ញុំនិយាយខាងដើមហ្នឹងគឺសួនច្បារកណ្ដាលហើយវាមានកណ្ដាលផ្លូវភ្លោះបាទអញ្ចឹងមានផ្លូវចេញចូលអញ្ចឹងបងប្អូនអាចមើលឃើញខាងមុខនេះហៅដូចជាវារៀងសភនភាពវារៀងឡូបន្តិចប៉ុន្តែគាត់ថាដោយសារតែដូចយើងជាក់ស្ដែងហ្នឹងគឺម្ចាស់គាត់ហើយដោយសារសេដ្ឋកិច្ចជាក់ស្ដែងហ្នឹងកន្លងមកគឺបានផ្អាកហើយការធ្វើអាជីវកម្មហ្នឹងក៏អញ្ចឹងការថែទាំហ្នឹងគឺវានៅក្នុងលក្ខណៈមួយមិនតាន់បានត្រឹមត្រូវទេហើយឥឡូវនេះយើងដើរចូលទៅក្នុងនេះមិនថាកំពុងដើរចូលទៅក្នុងរីសតតែម្ដងហើយអ្វីដែលសំខាន់បាទយើងចូលមកគឺត្រជាក់មកត្រជាក់ដោយសារអីនេះយើងមានដើមឈើមួយបាទ fresh ណាស់ហើយការតុបតែងរបស់ហើយម្ចាស់គាត់ហ្នឹងក៏គាត់តុបតែងបានស្អាតទៀតនេះអ្វីដែលសំខាន់នេះបងប្អូនណានេះឃើញទេដាក់តាំងបង្ហាញរណគិរីបាទតាំងបង្ហាញគឺឈើបងប្អូនណាមិនថ្មណានេះណាបាទក៏ដាក់រៀបចំដើម្បីជាមួយការរួមចំណែកលើសុខភាពនៃរីសតរបស់គាត់ទេបាទរបស់គាត់ទេហើយមានការតុបតែងជាសួនមានទឹកមានអាងអីចឹងទៅអាហ្នឹងគឺវាធ្វើមិនឲ្យវាត្រូវជាគេហៅសុខភាពឬស្តង់ដារដែលជា concept ដល់ខ្លួនរបស់ម្ចាស់គាត់ហ្នឹងហើយនេះគឺខ្ញុំបានទៅពីខាងមុខវិញបាទមកវិញខាងដើមយើងបង្ហាញមកពីខាងក្រោយទេអញ្ចឹងខាងមុខបងប្អូនមើលពីបងប្អូនអាចមើលពីទស្សនវិជ្ជារួមតែម្ដងតើនៅលើដីនេះវាមានភាពជាក់ស្ដែងណាមានលក្ខណៈជាក់ស្ដែងហ្នឹងគឺមានអ្វីខ្លះដែលយើងនេះអញ្ចឹងខ្ញុំបានបង្ហាញមួយចំនួនធំហើយថា
អាចទាំងអាគារបាទទាំងការស្រានៅការតបតែងនគរហ្នឹងការអភិវឌ្ឍហ្នឹងបើយើងមើលទៅវារួចរាល់100 99% ហើយបងប្អូនអាចបើសិនបងប្អូនចង់វិនិយោគទីនេះវាជាអាស្រ័យលើ concept របស់បងប្អូនដែលចង់កែច្នៃហ្នឹងគឺអាចធ្វើបានដោយសារតែដីធំទូលាយហើយទីតាំងនេះគឺវាទូលាយអញ្ចឹងយើងអាចកែច្នៃទៅតាម concept ដែលយើងចង់បានដូចគ្នាបាទដូចគ្នាហើយ60,000នេះបើជាការវាយតម្លៃគឺគាត់ថាធ្វើអាគារការរៀបចំសម្ភារៈឬមួយក៏ការសាងសង់អាគារផ្សេងនៅលើដីនេះគឺសឹងតែមិនគ្រប់ផងបាទយើងមិនបាច់និយាយពីតម្លៃដីទេណាបាទទេដោយសារតែនឹងស្រាប់ហើយបច្ចុប្បន្ននេះហើយសេដ្ឋកិច្ចមានបញ្ហាម្ចាស់គាត់ក៏ត្រូវការហើយបង្វិលទុនត្រូវការដោះស្រាយទៅលើបញ្ហាផ្ទាល់ខ្លួនអញ្ចឹងគាត់ហើយសុខចិត្តខាតដើម្បីធ្វើម៉េចឲ្យបានចំណូលទីនេះដើម្បីដោះស្រាយពីបញ្ហាផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងវានៅក្នុងតម្លៃក្រោមទីផ្សារខ្លាំងសម្រាប់ទីតាំងមួយនេះហើយយើងសួរថាតើកន្លែងនេះនៅកន្លែងណាគឺនៅក្នុងហើយសង្កាត់ឡាបាសៀកក្រុងបានលុងហើយបើយើងគិតពីភ្នំជាតិ78គិតពីមុខពលានយន្តហោះមកហ្នឹងគឺតែ 1000 ម៉ែត្រទេបាទមានន័យថានៅក្រោយពលានយន្តហោះចាស់ខេត្តរតនគិរីក្រុងបានលុងណាបាទពលានយន្តហោះចាស់ខេត្តរតនគិរីក្រុងបានលុងអញ្ចឹងជាទូទៅបងប្អូនយើងស្គាល់ភូមិសាស្ត្រនេះគឺពលានយន្តហោះបាទពលានយន្តហោះចាស់ហ្នឹងឯងអញ្ចឹងបងប្អូនហើយមកពីក្រុងភ្នំពេញមកដល់មុខពលានហ្នឹងហើយយើងបត់ហើយស្ដាំត្រង់មកគឺដល់ចុងពលានគឺឃើញទីតាំងហ្នឹងណាបាទចឹងអត់ពិបាករកទេបងប្អូនអត់ពិបាករកទេទីតាំងមួយនេះហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងប្រទេសទាំងក្រៅប្រទេសហើយយ៉ាងណាចង់មានបានព័ត៌មានលម្អិតអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលពួកយើងខ្ញុំបានដាក់នៅក្នុងហើយការបង្ហាញបាទសូមអរគុណ